ក្រោយចូលឆ្នាំខ្មែរចាប់ទូក៏ក្រៅពេញបណ្ដាញសង្គម Facebook 3ករណីសំខាន់កំពុងផ្ទុះការចាប់អារម្មណ៍ពី KOY Breaking News រឿងដែលផ្ទុះការចាប់អារម្មណ៍ទី1នោះគឺពាក់ព័ន្ធជាមួយនឹងក៏ក្រាបឋានទាំង3គ្រាន់តែរឿងដែលចាក់សាំងនឹងលុយ 1000 រៀលស្រាប់តែលោកផៃវណ្ណៈដាក់ចំបែបនេះថាដូចបងប្អូនទាំងអស់គ្នាបានជ្រាបហើយកាលពីម្សិលមិញត្រូវនៅថ្ងៃទី19ខែមេសាឆ្នាំ2025ផ្ទុះក៏ក្រាបពេញ Facebook ករណីអ្នកចាក់សាំងនឹងលុយ 1000 រៀលធ្វើឲ្យមហាជនក្នុងបណ្ដាញសង្គម Facebook ផ្ទុះការរិះគន់ទៅលើម្ចាស់ឡានដែលជាអ្នកថតវីដេអូបុគ្គលិកចាក់សាំងបង្ហោះជាសាធារណៈរឿងចាក់សាំងឲ្យលុយខ្មែរដោយមានគិតកន្ទុយគ្រាន់តែ 1000 រៀលសោះហើយក៏មានមហាជនខ្លះទៀតក៏សម្ដែងនៅការអាណិតអាសូរជាខ្លាំងទៅដល់បងស្រីដែលជាបុគ្គលិកមេចាក់សាំងរហូតដល់មានបងប្អូនខ្លះក៏បានជួយឧបត្ថម្ភជាថវិកាផងដែរដល់បងស្រីហើយចំពោះព័ត៌មានដែលថាថៅកែការ៉ាសាំងបញ្ឈប់បងស្រីពីការងារនោះមិនមែនជាការពិតទេគឺបងស្រីនៅធ្វើការធម្មតាដោយទ្រាំមិនបានម្ចាស់ឡានដែលរងការរិះគន់ខ្លាំងពីមហាជនក៏បានចេញវីដេអូបកស្រាយពីការពិតដោយលើកហេតុផលថាខ្លួនមិនមានកំហុសនោះទេខ្លួនធ្វើតែរឿងអ្វីត្រឹមត្រូវនោះទេហើយលោកស្រីក៏បានបញ្ជាក់ថាគាត់ចាក់50លីត្រមិនមែនចាក់$50នោះទេពាក់ព័ន្ធនឹងករណីខាងលើលោកផៃវណ្ណៈក៏បានដាក់ចំផងដែរបែបនេះថាព្រោះតែលុយ 1000 រៀលផ្ទុះការវែកញែករកខុសត្រូវពេញបណ្ដាញសង្គម Facebook ក៏អត់ដេកអត់ពន់នោះទេខ្ញុំអត់និយាយខុសត្រូវនោះទេព្រោះខ្ញុំមួយដេកបងប្អូនណាចង់ឈ្នះចង់ចាញ់ចង់រកខុសត្រូវអាចស្អែកដាក់ពាក្យបណ្ដឹងផ្ដាល់គ្នាបានមានតែចៅក្រមម្នាក់គត់មានសិទ្ធិវិនិច្ឆ័យរឿងខុសរឿងត្រូវបានសម្រាប់អ្នកលេង Facebook រួមទាំងខ្ញុំផងដែរគ្មានសិទ្ធិនិយាយរឿងខុសត្រូវនោះទេរីត្រីសួស្ដីបងប្អូនទាំងអស់គ្នាសូមជម្រាបលាបាទចំណែកឯករណីដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ក្រៅពី Facebook ផងដែរគឺពាក់ព័ន្ធជាមួយនឹងលោកផៃវណ្ណៈឲ្យចាត់ការទៅលើសមត្ថកិច្ចបែបនេះក្រោយសមត្ថកិច្ចរូបនោះមិនបានទទួលពាក្យបណ្ដឹងរបស់គេតែកាប់ប្រប្រួលប្រពន្ធរបស់ខ្លួនហើយទាំងពីរអ្នកប្តីប្រពន្ធក៏សម្រេចចិត្តលើទឹកបញ្ចប់ជីវិតពាក់ព័ន្ធនឹងករណីខាងលើនេះប្តីប្រពន្ធពីរនាក់បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនដោយលើកទឹកបន្ទាប់ពីប្តឹងសមត្ថកិច្ចពីករណីគេចាប់ប្រប្រួលប្រពន្ធខ្លួនហើយខាងសមត្ថកិច្ចមិនទទួលពាក្យបណ្ដឹងករណីខាងលើនេះបាទទូការកាយរំលែកពេញបណ្ដាញសង្គម Facebook កាលពីពេលថ្មីនេះស្រាប់តែលោកផៃវណ្ណៈមិននៅស្ងៀមនោះទេដោយលោកឲ្យចាត់ការទៅលើសមត្ថកិច្ចរូបនោះដែលមិនទទួលពាក្យបណ្ដឹងជនរងគ្រោះខាងលើបែបនេះថាបើមិនទទួលពាក្យបណ្ដឹងជនរងគ្រោះលោកមេប៉ោះស្រាក់ចោលចោលទៅករណីមេប៉ោះមិនទទួលពាក្យបណ្ដឹងនេះមានច្រើនករណីហើយពេលប្រជាពលរដ្ឋជួបបញ្ហាទៅដាក់ពាក្យបណ្ដឹងដេញឲ្យទៅប្តឹងនៅខណ្ឌឬទៅប្តឹងនៅក្រុងជាដើមបើមិនដកចោលខ្លះទេមេប៉ោះមួយចំនួននៅតែប្រហើនក្រអើតក្រទមមិនបំរើប្រជាពលរដ្ឋនោះទេពាក់ព័ន្ធនឹងករណីខាងលើនេះផងដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានធ្វើការចេញសេចក្តីបំភ្លឺជូនសាធារណជនផងដែរដែលពាក់ព័ន្ធនឹងករណីខាងលើនោះវាមិនមែនជាការប៉ັດនោះទេដែលថាមិនទទួលពាក្យបណ្ដឹងជនរងគ្រោះនោះឥឡូវនេះយើងឈានចូលដល់ករណីសំខាន់ទី3ដែលពាក់ព័ន្ធជាមួយនឹងខ្លាំងពេកហើយនារីម្នាក់បាក់ឡានបុកទៀតស្លាប់ហើយបែរជាមិនដោះស្រាយនោះទេតែហៅឪពុកមកកាន់ទៀតកាលពីពេលថ្មីកន្លងទៅនេះមានវីដេអូមួយបានផ្ទុះការចែករំលែកប្រងព្រាតពេញបណ្ដាញសង្គម Facebook ពាក់ព័ន្ធនឹងករណីនារីម្នាក់បាក់ឡានបុកទៀតស្លាប់និងរបស់ជាច្រើនអ្នកមិនព្រមដោះស្រាយនោះទេបែរជាតែហៅឪពុករបស់ខ្លួនមកកាន់ទៀតករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺកើតឡើងនៅថ្ងៃទី16ខែមេសាឆ្នាំ2025រវាងឡានម៉ាក Lexus ជាមួយនឹងម៉ូតូសណ្ដោងរមាក់ពណ៌ខ្មៅនៅត្រង់ចំណុចក្រុមហ៊ុន K4 សង្កាត់ទួលសង្កែទី1ខណ្ឌវិស័យកែវបណ្ដាលឲ្យភាគីខាងម៉ូតូសណ្ដោងរមាក់ស្លាប់1នាក់និងរបួសស្រាល5នាក់បន្ទាប់ពីការហែសមត្ថកិច្ចជំនាញបានខត់ខ្លួនអ្នកបើកបររថយន្តឈ្មោះថូមេក្រាភេស្រីអាយុ27ឆ្នាំជនជាតិខ្មែរមុខរបរលក់មានទីលំនៅភូមិខាងភូមិព្រៃជីសាក់សង្កាត់ចាមចៅទី3ខណ្ឌពោធិ៍សែនជ័យបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីសាកសួរនិងធ្វើតេស្តជាតិអាល់កុលជាលទ្ធផលមានជាតិស្រវឹង
73 មីលីក្រាមក្នុង1លីត្រខ្យល់សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងនឹងបញ្ជូនអ្នកបើកបររថយន្ត Lexus NX 200T ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុន K4 ទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីនៅថ្ងៃទី18ខែមេសាឆ្នាំ2025នេះបើយោងតាមសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលចុះផ្សាយនៅថ្ងៃទី18ខែមេសាឆ្នាំ2025